សួស្តីបងប្អូនទាំងអស់គ្នាដែលជាសិស្សសម្រាប់ជាសិស្សដែលត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិនៃឆ្នាំ2025នេះសម្រាប់ការប្រឡងគឺដូចជាសល់រយៈពេលមិនយូរទេហ្នឹងហើយសម្រាប់វិញ្ញាសាបងប្អូនបានមើលបានប្រមាណភាគរយដែរហើយសម្រាប់ក្នុងថ្ងៃនេះដែរខ្ញុំបាទក្នុងនាមខ្ញុំជាសិស្សច្បងដែលធ្លាប់ឆ្លងកាត់នៃការប្រឡងបាក់ឌុបឬក៏ប្រឡងប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំ2024នេះផងដែរហើយខ្ញុំក៏មានបំណងចង់ចែករំលែកនៅគម្រោងវិញ្ញាសាចែកជូនបងប្អូនទាំងអស់គ្នាសម្រាប់ត្រៀមប្រឡងនាថ្ងៃ18សីហាខាងមុខនេះផងដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាគួរតែខិតខំប្រឹងប្រែងមើលមេរៀនទៅព្រោះអីយើងប្រឡង12ឆ្នាំគឺមានតែម្ដងទេបើអ្នកទាំងអស់គ្នាប្រឡងធ្លាក់គឺអ្នកទាំងអស់គ្នាបើចង់បន្តការសិក្សាគឺយើងនឹងខាតបង់មួយឆ្នាំព្រោះឯនៅពេលដែលយើងប្រឡងធ្លាក់ហើយយើងចង់បន្តការសិក្សានៅភ្នំពេញគឺយើងសញ្ញាប្រឡងយើងមករៀនតែបញ្ញាបត្រទងទេបើអ្នកទាំងអស់គ្នាប្រឡងជាប់គឺអ្នកគ្នាប្រឡងមករៀនភ្នំពេញផ្នែកបញ្ញាបត្រហ្នឹងហើយឥឡូវកុំឲ្យចាំយូរអ្នកទាំងអស់គ្នាយើងចូលមកកាន់វិញ្ញាសាយើងទាំងអស់គ្នាដោយសារតែប្រហែលថ្ងៃនេះគឺខ្ញុំរៀនស្អកក៏អញ្ចឹងការនិយាយអីក៏វាអត់សូវច្បាស់ដែរបើមានកន្លែងពាក្យពេចន៍ណាអីខុសឆ្គងអីក៏សូមខន្តីអភ័យទោសដល់បងប្អូនទាំងអស់គ្នាផងឥឡូវយើងចូលមកកាន់សំណួរទី1ទាំងអស់គ្នាចូលប្រៀបធៀបបញ្ញាមនុស្សនិងបញ្ញាសត្វអូខេសំណួរទី1តើតើនឹងការប្រៀបធៀបយើងប្រៀបធៀបយើងដាក់សម្រាប់ការឆ្លើយសំណួរក្នុងការប្រឡងបាក់ឌុបគឺគេអត់សរសេរសំណួរមកវិញទេគឺគេសរសេរចម្លើយយកតែម្ដងចម្លើយប្រៀបធៀបបញ្ញាមនុស្សនិងបញ្ញាសត្វអញ្ចឹងនៅក្នុងការឆ្លើយយើងដាក់សញ្ញាបូកមិញមកលក្ខណៈដូចគ្នាមានសភាវគតិទម្លាប់តណ្ហានិងបញ្ញាប្រតិបត្តិដូចគ្នាមានទំនោរសរីរាង្គគឺចង់រស់ខ្លាចស្លាប់ចង់បន្តពូជនិងស្រេកឃ្លានដូចគ្នាស្ថិតនៅក្នុងបញ្ជាតណ្ហាអាចដោះស្រាយបញ្ហាបានរៀងៗខ្លួនលក្ខណៈខុសគ្នាបញ្ញាមនុស្សអញ្ចឹងយើងមើលលក្ខណៈខុសគ្នាម្ដងលក្ខណៈដូចគ្នានោះយើងអត់ដាក់បញ្ញាទេអញ្ចឹងយើងដាក់លក្ខណៈខុសគ្នាបញ្ញាមនុស្សជាបញ្ញាជាន់ខ្ពស់វិចារណញ្ញាណជាកំណត់អរូបីនិងមានភាសាជាជំនួយអាចគ្រប់គ្រងពេលវេលាបានអាចចាំបានអនុស្សាវរីយ៍ពីអតីតកាលមានផែនការនិងគម្រោងសម្រាប់អនាគតអញ្ចឹងមនុស្សយើងម្នាក់ៗតែងតែគិតពីអនាគតរបស់ខ្លួនហើយតែនៅពេលអនាគតទៅយើងគួរតែធ្វើអីប្រកបមុខរបរអ្វីគួរតែជ្រើសគ្រួសារបែបណាហ្នឹងហើយនេះគឺជាបញ្ញាមនុស្សអាចព្យាករណ៍ពីអនាគតកាលអញ្ចឹងមនុស្សយើងតែងតែព្យាករណ៍ពីអនាគតកាលដូចម្ដេចឧទាហរណ៍ថារាជរដ្ឋាភិបាលបានព្យាករណ៍ពីអនាគតថា2025ខាងមុខប្រទេសកម្ពុជានឹងលែងមានប្រជាជនក្រីក្រអញ្ចឹងយើងចាំមើលថានេះគឺជាការព្យាករណ៍មួយហ្នឹងហើយអូខេឥឡូវគឺយើងមកមើលបន្តទៀតអាចដោះស្រាយខ្លួនចេញពីសភាវគតិនិងទម្លាប់បានអាចផ្ដាច់ពីតថភាពអរូបីនៅគិតនៅអ្វីដែលមិននៅចំពោះមុខមានន័យថាយើងអាចនិយាយថាការគិតរបស់យើងថាយើងគិតពីអ្វីមួយចុះដែលវាមិនមានរូបសោះហ្នឹងហើយអាចដោះស្រាយបញ្ហាបានតាំងពីមានរូបរហូតដល់អរូបគ្មានព្រំដែននិងមានសម្បទានក្នុងការបង្កើតថ្មីជានិច្ចជាបញ្ញាប្រតិបត្តិបញ្ញាសត្វបញ្ញាបែបអភ័ន្តរញ្ញាណនិងរូបិយគ្មានភាសាមានតែសញ្ញាជាជំនួយអាចគ្រប់គ្រងពេលវេលាបានគ្មានអនុស្សាវរីយ៍គ្មានគម្រោងផែនការអ្វីឡើយมันអាចព្យាករណ៍ពីអនាគតកាលมันអាចផ្ដាច់ខ្លួនចេញពីសភាវគតិទម្លាប់បានมันអាចផ្ដាច់ចេញពីតថភាពរូបិយទៅបានព្រោះវាគ្រាន់តែជាសម្បទានសម្រាប់រកទំនាក់ទំនងវត្តក្នុងលំហពីសាមញ្ញទៅទំនើប
ដោះស្រាយបញ្ហាបានតែអ្វីដែលមើលឃើញនឹងភ្នែកប៉ុណ្ណោះមានព្រំដែននិងគ្មានសម្បទានក្នុងការបង្កើតថ្មីឡើយហ្នឹងហើយបញ្ញាមនុស្សហើយបញ្ញាសត្វខុសគ្នាជាបញ្ញាប្រតិបត្តិអូខេឥឡូវគឺយើងចូលបន្តសំណួរទី2សំណួរទី2សួរថាឆន្ទៈជាអ្វីចូលនិយាយពីលក្ខណៈខុសគ្នារវាងអំពើឆន្ទៈនិងអំពើអឆន្ទៈតោះឥឡូវយើងមកមើលនិយមន័យទាំងអស់គ្នាឆន្ទៈគឺជាសមត្ថភាពដែលគ្រប់គ្រងគំនិតអំពើរបស់មនុស្សដើម្បីសម្រេចនូវអ្វីដែលគេចង់ធ្វើឬជាអារម្មណ៍នៃការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការធ្វើអ្វីមួយដែលគេចង់ធ្វើនិយាយម្យ៉ាងទៀតបានថាឆន្ទៈគឺជាសមត្ថភាពរបស់មនុស្សដែលកំណត់យ៉ាងច្បាស់លាស់នៅគោលបំណងតម្រង់ទិសទង្វើរបស់មនុស្សនិងដឹកនាំទង្វើនោះឆ្ពោះទៅរកគោលបំណងនិងតម្រង់ទិសអ្វីដែលបានកំណត់រួចហើយអូខេយើងបន្តនៅលក្ខណៈរវាងអំពើឆន្ទៈចន្ទៈម្ដងខលក្ខណៈខុសគ្នារវាងអំពើឆន្ទៈនិងអំពើអឆន្ទៈអំពើឆន្ទៈជាអំពើអចេតនាឆន្ទៈមានថាយើងមានឆន្ទៈអញ្ចឹងគឺជាអំពើចេតនាប្រកបដោយការដឹងខ្លួនឬការភ្ញាក់រលឹកជានិច្ចអញ្ចឹងគឺការយើងធ្វើអ្វីមួយគឺយើងមានចេតនាហើយយើងដឹងខ្លួនថាយើងកំពុងធ្វើអីជាអំពើចេតនាដែលមានបំណងប្រាថ្នាមានការព្រៀងទុកនិងពិចារណារួចហើយមានន័យថាយើងនៅពេលដែលយើងឧទាហរណ៍ថាយើងមានបំណងចង់ទៅដើរលេងនៅបូកូអញ្ចឹងនេះគឺជាបំណងមួយឯងនេះគឺជាការព្រៀងទុកមួយឯងហើយយើងពិចារណារួចហើយថាយើងគួរត្រូវពេលណាទៅពេលណាគួរត្រឡប់មកវិញពេលណានេះគឺជាអំពើឆន្ទៈអំពើជាអំពើដែលដឹកនាំដោយញាតិពុះទៅរកការសម្រេចនូវគោលបំណងមួយជាក់លាក់ដែលមនុស្សបានជ្រើសរើសដោយគិតទុកជាមុននៅមធ្យោបាយនិងល្បិចក្នុងការប្រតិបត្តិហ្នឹងហើយនេះដូចដែលខ្ញុំនិយាយខាងលើហ្នឹងអំពើអឆន្ទៈអូខេមើលមុនអំពើឆន្ទៈរបស់មនុស្សកើតឡើងដោយសារការតាំងចិត្តយ៉ាងច្បាស់លាស់ដែលភ្ជាប់ជាមួយនឹងគោលបំណងបុព្វហេតុព្រមទាំងទទួលឥទ្ធិពលនៃលក្ខខណ្ឌសង្គមនិងបរិស្ថានដែលគេរស់នៅសេចក្តីប្រាថ្នាបុព្វហេតុព្រមទាំងទទួលឥទ្ធិពលនៃលក្ខខណ្ឌសង្គមនិងបរិស្ថានដែលគេរស់នៅយើងមកចូលអំពើអឆន្ទៈម្ដងអំពើអឆន្ទៈជាអំពើអចេតនាដែលគ្មានការគ្រោងទុកជាមុនគឺជាអំពើដែលគ្មានបំណងហើយមិនឆ្លងកាត់ការគេរិះពិចារណាឡើយឧទាហរណ៍ថាយើងបើកឡានសុកស្រាប់តែយើងបើកបុកគេអញ្ចឹងគឺជាអំពើអឆន្ទៈមួយឯងព្រោះយើងមានបំណងថាចង់បុកគេទេតែនេះគឺជាអឆន្ទៈដោយគ្មានការព្រៀងទុកជាមុនគ្មានការដឹងមុនហ្នឹងជាអំពើចៃដន្យធ្វើតាមបញ្ជាគេដោយគ្មានវិធីជ្រើសរើសហ្នឹងហើយអានេះឧទាហរណ៍ថាគេបង្ខំអ្នកទាំងអស់គ្នាឲ្យធ្វើរឿងអ្វីមួយចុះដែលអ្នកគ្នាអត់ចង់ធ្វើទេប៉ុន្តែត្រូវគេបង្ខំជារេរភ្លេចឥតលក្ខខណ្ឌទាំងឡាយរបស់មនុស្សក៏ចាត់ទុកថាជាអំពើអឆន្ទៈដែលដូចជាការក្អកកណ្ដាស់ញាក់ត្របកភ្នែកហ្នឹងហើយក្អកយើងនិយាយថាការក្អកនេះគឺជានិយាយថាលក្ខណៈធម្មជាតិចាសំណួរទី3ចូលនិយាយអំពីទំនាក់ទំនងរវាងទំនួលខុសត្រូវផ្នែកសង្គមនិងទំនួលខុសត្រូវផ្នែកសិលវិទ្យាយើងមើលចម្លើយទាំងអស់គ្នាទំនួលខុសត្រូវផ្នែកសង្គមនិងទំនួលខុសត្រូវផ្នែកសិលវិទ្យាទំនួលខុសត្រូវរវាងទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌនិងទំនួលខុសត្រូវសិលវិទ្យាការវិនិច្ឆ័យទោសគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃកំហុសមួយទេឬនៅលើសារៈសំខាន់នៃការខូចខាតឡើយគេគិតជាពិសេសទោសលើពិរុទ្ធភាពនៃអ្នកប្រតិបត្តិទោសកម្មពលគឺទៅលើចេតនាលើផ្ទាល់ខ្លួនរបស់អ្នកនោះមានន័យថាទៅលើតាមអំពើតែចេតនាឬអចេតនាហ្នឹងហើយទំនាក់ទំនងរវាងទំនួលខុសត្រូវផ្នែករដ្ឋប្រវេណីនិងសិលវិទ្យាទំនាក់ទំនងនោះមិនសូវប្រតៈគ្នាទេប្រតៈទេហ្នឹងហើយអានប្រតៈប៉ុន្តែក្នុងគំនិតអ្នកដែលអ្នកតែងច្បាប់បានតាក់តែងទៅស្ដីនានាដើម្បីបង្ខិតគោលការណ៍នៃទំនាក់ទំនងផ្នែកសិលវិទ្យាឲ្យទៅចិត្តគោលការណ៍
នៃតំណែងផ្នែករដ្ឋប្រវេណីហ្នឹងហើយអូខេឥឡូវយើងចូលមកកាន់សំណួរទី4អ្នកនរគ្នាហ្នឹងហើយដោយសារតែខ្ញុំធ្វើវីដេអូនេះគឺខ្ញុំធ្វើបានតែពេលយប់ទេហើយពេលធ្វើក៏រៀងងងុយគេងដែរហ្នឹងហើយហើយទី1គឺស្អកកហ្នឹងហើយនិយាយអត់សូវច្បាស់ទេអញ្ចឹងអ្នកនរគ្នាគួរតែផ្ទៀងនិងមើលឲ្យបានច្បាស់ផងជួនកាលខ្ញុំអាចនឹងបកស្រាយខុសជូនអ្នកនរគ្នាជួនកាលក៏ខ្ញុំអាចនឹងបញ្យល់មិនបានគ្រប់ជ្រុងជ្រោយដែរប៉ុន្តែគឺខ្ញុំទោះយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវតែខិតខំធ្វើជាកំណត់សំណួរចែកជូនបងប្អូនដែរសម្រាប់ត្រៀមប្រឡងអូខេចូលនិយាយពីការបែងចែកអំណាចនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នអញ្ចឹងយើងមើលតើគ្នាតើគេបែងចែកអំណាចប្រទេសកម្ពុជាជាប៉ុន្មានចម្លើយនៅប្រទេសកម្ពុជាអំណាចត្រូវបែងចែកជា3អំណាចនីតិប្រតិបត្តិនីតិបត្តិហ្នឹងហើយនីតិបញ្ញត្តិច្រឡំនីតិបត្តិកន្លែងនេះគឺខ្ញុំសេខ្វះស្អាមួយឯងទៅពីទៅផងនីតិបញ្ញត្តិសភាមានរដ្ឋសភាព្រឹទ្ធសភាអំណាចនីតិបញ្ញត្តិមានតួនាទីបង្កើតច្បាប់និងអនុម័តច្បាប់និងតាមដានអនុវត្តច្បាប់របស់អង្គការនីតិប្រតិបត្តិអំណាចនីតិប្រតិបត្តិរដ្ឋាភិបាលមានតួនាទីអនុវត្តច្បាប់អំណាចតុលាការជាអំណាចឯករាជ្យមិនស្ថិតក្រោមអំណាចណាមួយឡើយហើយមានតួនាទីជំនុំជម្រះក្តីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋអញ្ចឹងគឺបែងចែកគ្នាទាំងអស់ទី1អំណាចនីតិបញ្ញត្តិទី2អំណាចនីតិប្រតិបត្តិទី3អំណាចតុលាការទាក់ទងនឹងការកាត់ក្តីអូខេឥឡូវយើងចូលមកកាន់សំណួរទី5ទាំងអស់គ្នាតើលទ្ធិប្រជាធិបតេយ្យមានសារៈប្រយោជន៍អ្វីខ្លះទៅយើងមកមើលចម្លើយទាំងអស់គ្នាលទ្ធិប្រជាធិបតេយ្យមានសារៈប្រយោជន៍ដូចជាប្រជាពលរដ្ឋមានសិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួននិងមានសិទ្ធិឈរឈ្មោះបោះឆ្នោតឈរឈ្មោះឲ្យគេបោះឆ្នោតនេះគឺជាលទ្ធិប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការនិយាយស្ដីបញ្ចេញមតិយោបល់ឬបង្កើតសមាគមគោរពជំនឿសាសនារបស់ខ្លួននិងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់រាល់ការគ្រប់គ្រងនិងដឹកនាំត្រូវបានប្រព្រឹត្តឡើងទៅតាមច្បាប់តាមឆន្ទៈរបស់ប្រជាពលរដ្ឋអូខេខ្វះពាក្យមួយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការបង្កើតគណៈបកនយោបាយសិទ្ធិប្រជុំសិទ្ធិធ្វើកោតកម្មបាតកម្មសមស្របទៅតាមច្បាប់កំណត់និងមានសិទ្ធិអាចធ្វើបណ្ដឹងសារទោសទៅលើការកាត់ក្តីរបស់តុលាការដែលខ្លួនយល់ថាមានការលំអៀងនិងយុត្តិធម៌លំអៀងនឹងបែបម៉េចឧទាហរណ៍ថាយើងជាជនរងគ្រោះទេនៅពេលដែលយើងត្រូវទៅប្តឹងតុលាការបែរជាគេថាយើងជាជនជាប់ចោទហេតុអីជួនកាលគេថាយើងនិយាយតែអាចប៉ះពាល់អញ្ចឹងគឺខ្ញុំសូមអត់និយាយទេអ្នកគ្នាខ្ញុំនិយាយប៉ុណ្ណឹងគឺយល់ហើយអូខេសម្រាប់សំណួរគឺមានតែប៉ុណ្្នឹងឯងហើយជាចុងក្រោយក៏សូមជូនពរបងប្អូនទាំងអស់គ្នាប្រឡងជាប់និងទទួលបានជ័យល្អផងដែរហើយខ្ញុំក៏ចង់សុំទោសអ្នកនរគ្នាដែរដោយសារការបកស្រាយគឺវារៀងរអាក់រអួលបន្តិចហើយដោយសារតែខ្ញុំវាឈឺកំពង់កហ្នឹងហើយអត់សូវបាននេះដូចសូវបានសម្រាប់ការអូខេប៉ុណ្ណឹងបានទេ